ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំមីកាមីថ្ងៃហ្នឹងណាខ្ញុំមកបន្តទៅរឿងរបស់យើងរៀងទូរស័ព្ទលើតុភាគទី2បន្តទៀតហើយណាហើយមកជួយកាន់តែរឿងឲ្យមានសុភមង្គលអ្នកទាំងអស់គ្នារឿងមួយគឺកុំភ្លេចចុច like subscribe និងចុចសញ្ញាកណ្ដឹងឲ្យ admin ហ្នឹងហើយមានសម្បត្តិកញ្ចក់បន្តិច admin ខាន់ផលរឿងពីថ្ងៃហ្នឹងមូលហេតុដែល admin ទីថ្មីចឹងហើយក៏ធ្វើការទេថ្ងៃហ្នឹងហើយវិធូឆ្លាតមាននឹងធ្វើរឿងជូនអ្នកទាំងអស់គ្នាហើយឥឡូវនេះដែរកុំឲ្យកាត់ពេលយូរចូលទៅកាន់រឿងទូរស័ព្ទលើតុភាគទី2ទាំងអស់គ្នាប្រាំនៅក្បាលសេះរឿងមកគឺយើងឃើញថាទូបឋមយើងហ្នឹងក៏នៅលើឡានហើយពុនតកាត់ថាថ្មីនេះលោកប៉ាឲ្យខ្ញុំតាមបម្រើចង្វាយទួយរហូតប្រហែលជាគេជាសំណប់ចិត្តរបស់លោកប៉ាតែម្នាក់ហើយគេក៏គិតសម័យនៅហេតុការណ៍មុននោះគឺថាបន្ទាប់ពីទៅធ្វើការជាមួយគេច្រើនដងគឺថាចង្វាយទួយហ្នឹងគឺថាពពោះទៅទីនោះផងដល់ទៅទីនេះផងធ្វើឲ្យគេរត់តាមចំណុចទៅទៅហើយឬគេក៏បានគិតតថាខ្ញុំមិនអាចដឹងជាមុនទេថាចង្វាយទួយចង់ទៅកន្លែងណាឲ្យប្រកាសខ្ញុំនឹងត្រាំថាត្រូវមើលគេឲ្យជាប់ត្រូវហើយដើម្បីកុំឲ្យមានបញ្ហាដល់លោកប៉ានៅពេលក្រោយហើយពេលនោះផងដែរក៏បឋមយើងគាត់សម័យនៅពេលដែលគាត់នៅកម្មាភិបគឺថាគាត់បានគិតថាខ្ញុំមិនភ្លេចអ្វីដែលបានកាលឡាការពីខ្ញុំនៅទៅទេគឺថាគាត់គឺទៅលួចឆក់បបោគេពិភពលោកនេះបោះបង់ចោលខ្ញុំអ្នកដែលណាដែលត្រូវការខ្ញុំទេខ្ញុំក៏មានអារម្មណ៍អ្វីជាមួយពិភពលោកនេះដែរស្រាប់តែថ្ងៃមួយគាត់បានបង្ហាញខ្លួនឡើងធ្វើឲ្យក្តីសង្ឃឹមតែមួយគត់សម្រាប់ខ្ញុំឃើញក្នុងផ្នែករបស់គាត់ថាដូចជាមានរូបរបស់ខ្ញុំគាត់បាននាំខ្ញុំទៅជាមួយហើយផ្ដល់សម្លៀកបំពាក់និងអាហារមកឲ្យខ្ញុំផងដែរនេះជាលើកដំបូងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅគាត់បានថាជាប្រិយរបស់ខ្ញុំគាត់បានមករៀនខ្ញុំនៅរឿងជាច្រើនគាត់គឺជាគ្រូបង្រៀនខ្ញុំពីរបៀបដើម្បីរស់នៅរៀនមានជីវិតនៅក្នុងពិភពលោកដ៏ស្មុគស្មាញមួយនេះដោយសារតែការបង្រៀនរបស់គាត់ខ្ញុំបានចាប់តាមជីវិតមួយបែបធម្មតា William ក៏ជាព្រះរបស់ខ្ញុំដើម្បីតបស្នងសងគុណរបស់គាត់ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ទៅគាត់ការផ្ដល់ភាពស្មោះត្រង់ទៅកាន់គាត់គឺជាភារកិច្ចពីមួយជីវិតរបស់ខ្ញុំដូច្នេះហើយក៏រឿងរ៉ាវដែលបានកើតឡើងខ្ញុំមិនដែលឲ្យមានកំហុសណាមួយកើតឡើងបានឡើយបន្ទាប់ពីកើតអស់ជាច្រើនក៏បានដាក់មកពុតវាតុកហើយពេលហ្នឹងដែរចង្វាយតូចនៅខាងក្នុងគាត់ក៏បាននិយាយថាចូលមកទោះបីជាគេដើរចូលទៅក្នុងក៏ដែរក៏ប៉ុន្តែគេនៅតែគិតថាទោះបីជាគាត់ជាកូនប្រុសរបស់លោកប៉ាក៏ដោយពេលហ្នឹងផងដែរចង្វាយតូចបាននិយាយទៅកាន់ខាងអ៊ីនដែលជាទូបឋមឲ្យយើងថាលោកម្ដាយលឿនជាការណាត់មែនខាងអ៊ីនពេលហ្នឹងដែរខាងអ៊ីនគាត់បាននិយាយទៅកាន់ចង្វាយតូចរបស់គាត់ថាចង្វាយតូចតែមានការអ្វីបានជាហៅខ្ញុំមកសាលាគារយ៉ាងប្រញាប់បែបនេះចង្វាយតូចរបស់គេក៏បានឆ្លើយទៅវិញថាមែនហើយខ្ញុំចង់ហៅលោកមកតែខ្លះវាក៏ល្អសម្រាប់ពួកយើងក្នុងការនិយាយជាមួយគ្នាលក្ខណៈជាឯកជនតែពីរនាក់គ្មានណាម្នាក់គេគត់សម្គាល់បានទេត្រូវឬអត់ពេលនេះផងដែរគេក៏បានគិតថាខ្ញុំមិនយកពីអ្វីដែលគេកំពុងនិយាយសោះមានអារម្មណ៍ថាដូចជាមិនសូវស្រួលសោះពេលនេះផងដែរស្វាយតូចបានដើរមករកគេព្រមទាំងនិយាយថាបើនេះមានតែយកពេលណាទេតែយើងគួរនិយាយអ្វីទៅដើម្បីកុំឲ្យស្ងាត់ខ្លាំងពេកនោះដោយសារខ្ញុំមានអាយុតិចជាងលោកអញ្ចឹងខ្ញុំហៅលោកបងប្រុសចោខ្ញុំមានបំណងប្រាថ្នាចង់ឲ្យបងប្រុសម្នាក់ដូចជាលោកពេលហ្នឹងផងដែរខាងអ៊ីនក៏បាននិយាយទៅកាន់ចៅវាយតូចថាស្ដាប់មើលទៅមិនសូវសមនោះទេចៅវាយតូចខ្ញុំត្រឹមតែជាអ្នកបម្រើម្នាក់ដែលធ្វើឲ្យគ្រួសារនេះតែប៉ុណ្ណោះខ្ញុំមិនហ៊ានធ្វើបែបនោះទេចៅវាយតូចរបស់គេមានជាការលើកឲ្យញញឹមរួចក៏និយាយទៅកាន់ស្រាប់ទៅកាន់គេថាដូចជារឿងយប់មិញអីចឹងលោកក៏ជាស្និទ្ធនឹងឪពុករបស់ខ្ញុំខ្លាំងណាស់ខ្ញុំមាននឹងសំឡេងស្រាលទៀតផងគ្រាន់តែលើព្រាមធ្វើឲ្យខាងអ៊ីនមានជាការភ្ញាក់ហើយដើរថយក្រោយព្រមទាំងនិយាយថានៅគឺជាអ្វីដែលលោកចង់និយាយពេលណាផងដែរគេក៏បានគិតថាតែគេបានលើកនៅពេលណាពេលណាផងដែរអ្នកប្រុសតូចហ្នឹងគាត់បាននិយាយទៅកាន់ខាងអ៊ីនថាកំភៃពេកអីពេលនេះយើងនៅតែពីរអ្នកប៉ុណ្ណោះធ្វើឲ្យខាងអ៊ីនភ័យផងអ៊ីនផង
một lần cả hòm ở hai niaจะไม่ต้อยกับบานยีติกันข้างอินห้าชมพูบรอชำนาได้โลกดาตามรัดไกโนไม่นวัยละอนาเตอខ្ញុំជីក្មេងជាងតើមិនគួរឲ្យទៅទៀងទេធ្វើខាងអេងលើកឲ្យក្បានស្រេចទៅការគេវិញទៅថាលោកប្រតូចមិនអាចធ្វើរឿងបែបនោះបានទេនៅប្រតូចមានជាការទៅចិត្តគេព្រមទាំងនិយាយទៅកាន់គេតិចៗថាកាត់មើលសិនទៅបងប្រុសឬគេក៏បាននិយាយបន្តថាបើសិនជាបងប្រុសល្អជាមួយខ្ញុំបងនឹងមានអារម្មណ៍មានសេចក្តីសុខជាងនេះបើសិនជាមានទំនាក់ទំនងរវាងលោកប៉ានិងបងប្រុសត្រូវបានលាតត្រដាងវិញគឺវាប៉ះពាល់ដល់មុខមាត់ក្នុងសង្គមធ្ងន់ធ្ងរណាស់លោកគិតមើលទៅនៅប្រធានគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីក្រុងនេះមានទំនាក់ទំនងជាមួយអ្នកក្រៅបង្គាប់តែមានលេខាដល់បញ្ហារបស់គាត់តែនឹងមានរឿងអ្វីកើតឡើងទៅគេក៏បាននិយាយទាំងគេដែររបស់គេថាខ្ញុំបានស្គាល់អ្នកសារព័ត៌មានជាច្រើនពួកគេតែងតែស្វែងរករឿងរ៉ាវដែលពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់យើងបើខ្ញុំគ្រាន់តែនិយាយតែមួយម៉ាត់ច្បាស់ណាស់ថាគេឈ្មោះរបស់លោកប៉ានឹងត្រូវបំផ្លាញពេលនៅផងដែរចៅហ្វាយតូចនឹងគាត់បាននិយាយទៅថាខ្ញុំមិនខ្វល់ថាគាត់ត្រូវបានបំផ្លាញឬក៏អត់នោះទេតាំងពីដំបូងមកខ្ញុំមិនដាច់ចាប់អារម្មណ៍នឹងចង់ខ្លាចជាអ្នកចូលใจប្រភេទស្អីនោះទេខ្ញុំនឹងប្រាប់ប៉ាថាបងប្រុសជាអ្នកផ្ដល់ដំណឹងនេះដល់សារព័ត៌មាននោះប៉ានឹងខកចិត្តតែបងប្រុសគិតយ៉ាងម៉េចដែរឬក៏និយាយថាជ្រើសរើសទៅមើលទៅគេហាក់ដូចទៅជាសាហាវផ្លូវសារយកខាងទៅហើយនេះឬគេក៏បាននិយាយទៅថាតែបងព្រមស្មោះត្រង់នឹងខ្ញុំឬចង់ឃើញគ្រប់យ៉ាងត្រូវបានបំផ្លាញគ្រាន់តែលើបែបនោះធ្វើឲ្យខាងអ៊ីមគិតថាខ្ញុំត្រូវជ្រើសរើសតើខ្ញុំអាចទុកលោកប៉ាវីលៀមចោលហើយជ្រើសយកអ៊ីសាក់បានដែររបៀបណាគាត់បានជួយសង្គ្រោះជីវិតខ្ញុំហើយផ្ដល់អ្វីៗគ្រប់យ៉ាងរហូតដល់ខ្ញុំមានថ្ងៃនេះប៉ុន្តែបើខ្ញុំមិនធ្វើតាមវាចៅហើយតូចនោះទេប៉ាវីលៀមបើសិនជាសង្គ្រាមនោះខ្ញុំជួបបញ្ហានោះខ្ញុំនឹងស្លាប់ពេលហ្នឹងដែរខាងអ៊ីនក៏បានគិតឲ្យឃើញចម្លើយឬក៏បានសួរទៅរកចៅហ្វាយតូចព្រមទាំងស្រែកថាខ្ញុំសូមអវត្តទៅចោះព្រមទាំងរត់ជង្គង់អបដៃគេថាខ្ញុំព្រមធ្វើគ្រប់យ៉ាងដែលចៅហ្វាយតូចចង់ឲ្យខ្ញុំធ្វើឬខាងអ៊ីនក៏បាននិយាយទាំងយកខ្លួនទាំងចង់យំថាខ្ញុំព្រមគ្រប់យ៉ាងហើយចៅហ្វាយតូចគាត់ក៏បាននិយាយថាខ្ញុំចូលចិត្តភាពសាមញ្ញរបស់បងបែបនេះហើយប្រកែក៏ចាប់ផ្ដើមចុចអេដមីនអាចដាក់បានដែរណាបើសិនជាចង់ចូលទៅក្នុង link Telegram នៅ channel ចាស់របស់ admin ទៅណាកាលមកដល់ពេលថ្ងៃស្អែកនៅវេលាម៉ោង 10 ព្រឹកនឹងមានកិច្ចប្រជុំជាមួយនឹងវិន័យយោគិតបន្ទាប់មកកិច្ចប្រជុំជាមួយក្រុមប្រឹក្សានាយត្រូវបានកំណត់នៅពេលវេលាម៉ោង 2 រសៀលឥឡូវហ្នឹងគេកាត់មកដល់ពេលដែលពួកគេអីហើយណាហើយពេលហ្នឹងណាអ៊ីខិនក៏បាននិយាយថានឹងការពីវិភាគនៃដំណើរពាណិជ្ជកម្មទៅក្រៅប្រទេសដែលនឹងត្រូវយកកន្លែងនិយាយដល់ត្រឹមហ្នឹងលោកប៉ាវីលៀមរបស់គេក៏បានយកដៃមកចាប់សង្កេតរបស់គេធ្វើឲ្យគេនឹកឃើញដល់ពេលដែលលោកម្ចាស់ទុយហ្នឹងសង្កត់គេហើយប្រាប់គេលើកគេបន្តិចនឹកឃើញនៅរូបភាពពេលនោះធ្វើគេរំភើបចិត្តតែម្ដងឬក៏ភ្ញាក់មកសម្លឹងមុខរបស់លោកប៉ាវីលៀមធ្វើឲ្យគាត់ដឹងឆ្ងល់ហេតុអីបានជាគេសម្លឹងមកមើលមុខគាត់បែបនេះគាត់ទៅចាប់គេសោះពេលហ្នឹងផងដែរលោកវីលៀមបាននិយាយទៅកាន់គេថាមិនអីទេប្រហែលជាខ្ញុំមករំខានខាងអ៊ីនច្រើនពេកហើយពេលហ្នឹងផងដែរខាងអ៊ីនក៏បាននិយាយថាឬក៏អត់សំទោសលោកវីលៀមហើយនិយាយថាសូមអភ័យទោសផងចាវាយថ្ងៃនេះខ្ញុំមានអារម្មណ៍មិនល្អដូច្នេះខ្ញុំភ័យបន្តិចមិនហើយលោកប៉ាវីលៀមមកគេបាននិយាយថាមិនសំខាន់ទេវាជារឿងធម្មតាពេលនៅផងដែរលោកវីលៀមក៏បានឃើញស្នាមកដែលខាំដែលកូនប្រុសរបស់គាត់ខាំនឹងឯងហើយបាននិយាយទៅកាន់ខាងអ៊ីនថាប្រហែលជាថ្មីនេះដែលឯងមានអារម្មណ៍ថានៅហត់ដោយសារតែឯងត្រូវបានមកថាកូនប្រុសរបស់ខ្ញុំហើយពេលនៅផងដែរខាងអ៊ីនបាននិយាយថាមិនមែនបែបនោះទេប៉ុន្តែគាត់ក៏បាននិយាយគាត់ថាមើលតើនៅតែពីរដូចជាចុះសម្រុងនឹងគ្នាណាពេលនៅផងដែរគេក៏បាននិយាយថាអរគុណចាវាយហើយពេលនៅផងដែរដូច្នេះខ្ញុំសូមទៅសិនហើយគេក៏បានដើរចេញមកក្រៅនៅមុខទ្វារចឹងណា
នឹងហើយប្រិយមិត្តទាំងអស់គ្នារឿងទូរស័ព្ទលើកតុកចាប់បានត្រឹមនឹងហើយណាមានអរគុណសម្រាប់ការតាមដានជូនពរអ្នកទាំងអស់គ្នាសុខភាពល្អរកស៊ីមានបានណាមានតែប៉ុណ្្នឹងទេណាជូនពរអ្នកទាំងអស់គ្នារកស៊ីមានបានសុខភាពល្អបាយជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយណាមានសម្បជ័នតែបើសិនជាចង់មើលភាពពេញអាចទៅមើលនៅក្នុង link Telegram ចាស់បានមិន link Telegram ចាស់ទេហ្នឹងហើយអ្នករៀនបើសិនចង់មើលវីដេអូពេញបានអាចចូលទៅមើល link Telegram អាចចូលទៅមើល link នៅអាច channel ចាស់បានណាមានតែប៉ុណ្្នឹងទេសូមជម្រាបលាអ្នកគ្នាបាយជួបគ្នានៅវីដេអូក្រោយ